សម្រាប់ចិត្តថាឈប់ធ្វើជាកូនកបិតនៅក្នុងហាងចិនដោយសារតែពិបាកសុំច្បាប់គេពេកណាពេលឈឺម្ដងអញ្ចឹងហើយគាត់សម្រេចចិត្តថាឈប់ហ្មងឥឡូវមកបើកលក់ជាប្រភេទប្រក្រងមានចំហួយខ្មៅមានអីជាច្រើនសម្បូរបែបនេះជាប្រភេទផ្អែមណាលក់នៅលើផ្លូវ310នៅខាងផ្សារត្រីនៅម្ដុំអូឡ িম্প ិកពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយសម្រាប់ប្រក្រងរបស់គាត់ណាតម្លៃមួយកែវហ្នឹងដូចជាចាប់ពី3000រៀលឡើងទៅមាន4000មានអីចឹងណាតាមអ្វីដែលយើងលាយមានលាយជាមួយគ្រាប់ជីមានប្រក្រងលាយជាមួយនឹងចំហួយខ្មៅមានអីចឹងណារបស់ទាំងអស់ហ្នឹងគឺគាត់ធ្វើខ្លួនឯងធម្មជាតិពិត100%មិនមែនជាប្រក្រងដែលគេយកម្សៅយកមកលាយអត់ទេគាត់ថាម្សៅគេលាយហ្នឹងរបៀបវារៀងស្ងួតណាប៉ុន្តែរបស់គាត់នេះគឺគាត់ធ្វើដោយធម្មជាតិគាត់ចេះរៀបចំលបបែបនេះគឺដោយសារតែម្ដាយគាត់ពីមុនគឺជាអ្នកលក់ប្រក្រងលក់អីអញ្ចឹងហើយគាត់ចេះធ្វើចេញពីម្ដាយគាត់នឹងឯងគាត់ថាចេះតាំងពីតូចតែម្ដងប៉ុន្តែពីមុនគាត់ថាគាត់អត់ហ៊ានចេញប្រកបរបររកស៊ីខ្លួនឯងទេអញ្ចឹងហើយធ្វើជាកូនកបិតនៅក្នុងហាងចិនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញណាប៉ុន្តែដោយសារតែខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងគាត់ពិបាកសុំច្បាប់គេពេកពេលខ្លះឈឺហើយក៏នៅតែត្រូវទៅធ្វើការគេអញ្ចឹងណាក៏សម្រេចចិត្តថាបង្កើតមុខរបរខ្លួនឯងហើយឲ្យប្តីនឹងបានមករករបរនឹងជាមួយគ្នាទៀតក្រោយគាត់លក់ដាច់រាល់ថ្ងៃហ្នឹងដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងគាត់លក់តែមួយសប្តាហ៍ហ្នឹងលក់តែ6ថ្ងៃទេថ្ងៃអាទិត្យគឺគាត់សុំសម្រាកមួយថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍គឺគាត់លក់ធម្មតាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំប្រក្រងធម្មជាតិញ៉ាំអីអញ្ចឹងណាអាចមករកនៅកន្លែងគាត់បានហើយអ្វីដែលពិសេសមួយទៀតហ្នឹងគឺគាត់ថាប្រក្រងឆ្ងាញ់ឬមិនឆ្ងាញ់ក៏វាអាស្រ័យទៅលើទឹកស្ករដែរហើយទឹកស្កររបស់គាត់ក៏គាត់ធ្វើខ្លួនឯងបែបធម្មជាតិបែបអីចឹងណាការរងាស់កាយហ្នឹងគាត់ថាប្រើពេលយូរព្រោះបើសិនជាអត់ប្រើពេលយូរអត់មានការសម្រិតសម្រាំងទេអាហ្នឹងក៏វារសជាតិទៅតាមនឹងដែរអញ្ចឹងនេះគឺជាលក្ខណៈពិសេសរបស់គាត់តិចទេប៉ុន្តែយើងអាចរៀនសូត្រពីគាត់បានខ្លះដែរអញ្ចឹងណាអញ្ចឹងបើសិនជាចង់សាកចង់អីហ្នឹងគឺអាចទៅរកបានកន្លែងរបស់គាត់ហ្នឹងក៏ដាក់ផ្លាកថាប្រក្រងធម្មជាតិហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លែកជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត